ខ្ញុំមានបាយតំណើស្វាយដែរតែលក្ខណៈពិសេសរបស់បាយតំណើស្វាយរបស់ខ្ញុំគឺនៅមានតែក្នុងរដូវតែប៉ុណ្ណោះហើយយ៉ាងម៉េចបើគេធ្វើហើយយើងមានដែរហើយយើងញ៉ាំតាំងពីជំនាន់ណាជំនាន់ណីមកយើងបោះបង់វាចោលហ្មងឥឡូវបង specific ណាបងនិយាយឲ្យច្បាស់បងហូបបាយតំណើស្វាយមួយគេ commercialize វាគេធ្វើវាឲ្យទៅជាមហូបមួយដែលណាក៏ស្គាល់បើអត់និយាយមហូបផ្សេងទៀតដែលមានតែគេឬក៏អីចឹងទៅណាបាយតំណើស្វាយខ្មែរមានតែក្នុងចន្លោះខែ5និងខែ8ឯងអូននឹងហេតុអីអត់ដោយស្វាយត្រឹមត្រូវមែនទេហើយអញ្ចឹងនៅដោយសារតែគេយកវាទៅជាគេហៅថាជាលក្ខណៈអាជីពអញ្ចឹងបែបផ្សព្វផ្សាយប្រទេសគេទៅហើយចឹងយើងត្រូវប្រាប់ខ្លួនឯងថាអានឹងរបស់គេដែរមែនចូលរួមជាមួយគេមែនទទួលមែនបងអត់ទៅ reject គេបងអត់ទៅ fight បងអត់ជាមួយគេទេប៉ុន្តែបងគ្រាន់តែប្រាប់គេថាខ្ញុំមានបាយតំណើស្វាយដែរតែលក្ខណៈពិសេសរបស់បាយតំណើស្វាយរបស់ខ្ញុំគឺនៅមានតែក្នុងរដូវតែប៉ុណ្ណោះហើយរដូវហ្នឹងគឺជារដូវដែលស្វាយឆ្ងាញ់បំផុតខ្ញុំអត់ញ៉ាំវាពេលណាផ្សេងក្រៅពីខែហ្នឹងទេអូនឯងឆ្លាតហើយអូនឯងឥឡូវអូនឯងចំណេញអត់ហើយគេអត់សម្រាប់អ្នកដែលគេហៅថាអ្នកធ្វើដំណើរអាជីពពិតប្រាកដណាអូនអ្នកដើរលេងពិតប្រាកដអាជីពហើយដែលគេខ្ពស់គេរកអីដែលជាលក្ខណៈពិសេសគេអត់ទៅរកអីដែលណាក៏មានដែរទេអញ្ចឹងយើងចេះប្រើប្រាស់អត់អ្វីដែលយើងមានហ្នឹងយើងចេះនិយាយអត់អាហ្នឹងគឺជារឿងរបស់យើងដែលយើងត្រូវជ្រើសរើសហើយម្យ៉ាងទៀតយើងត្រូវទទួលស្គាល់ថាគេបានបណ្ដាក់ទុនណាអូនរាប់លានដុល្លារដើម្បីការផ្សព្វផ្សាយពីការគេហៅថាអា soft power ហ្នឹងអាពីគេហៅថាអីគេអតិពលទុនហ្នឹងណាតាមរយៈសិល្បៈវប្បធម៌អីទាំងអស់ហ្នឹងអញ្ចឹងរូបភាពទាំងអស់ហ្នឹងគេបានប្រើប្រាស់អស់ហើយមិនអញ្ចឹងហ៎អញ្ចឹងយើងត្រូវយល់យើងត្រូវឆ្លាតថាយើងប្រើប្រាស់យ៉ាងម៉េចហើយយ៉ាងម៉េចបើគេធ្វើហើយយើងមានដែរហើយយើងញ៉ាំតាំងពីជំនាន់ណាជំនាន់ណីមកយើងបោះបង់វាចោលហ្មងអត់ទេខ្ញុំប្រើប្រាស់វាខ្ញុំប្រាប់ថាខ្ញុំក៏មានផ្នែករបស់របៀបខ្ញុំដែរចាហើយអានេះគឺខ្ញុំធ្លាប់ញ៉ាំតចំនួនរួចហើយ It's okay យល់ណាអញ្ចឹងអ្វីដែលបងនិយាយថ្ងៃនេះបងចង់និយាយប្រាប់ថាកុំតែឆ្លោះគ្នាជាមួយគេគ្រាន់តែប្រាប់ថាខ្ញុំដឹងរួចហើយថាប្រទេសខ្ញុំមានម្ហូបហ្នឹងតាំងពីខ្ញុំមុនកើតមកម្លេះដោយសារតែយាយខ្ញុំម៉ែខ្ញុំគឺគាត់បានពិសារួចទៅហើយសួរថាយើងកុហកគេមែនថាយើងអត់កុហកគេទេវិជ្ជាការពិតតែសំខាន់យើងមានជំហរគ្រប់គ្រាន់ក្នុងការហ៊ាននិយាយអញ្ចឹងទេអត់មិនអញ្ចឹងហ៎ហើយកុំទៅខឹងនឹងគេពីព្រោះគេធ្វើទាំងអស់ហ្នឹងគេដើម្បីមានព្រោះគេមានគោលបំណងរបស់គេពិតប្រាកដអញ្ចឹងឥឡូវគោលបំណងរបស់យើងគឺស្អីគេយើងធ្វើរបស់យើងបង្ហាញរបស់យើងដែរគាត់ថាប្រាប់ថាខ្ញុំក៏មានដែរអត់អីទេហើយខ្ញុំធ្វើវាជាលក្ខណៈរបស់ខ្ញុំហើយខ្ញុំធ្វើវាតែក្នុងពេលនេះទេ fine you know ចឹងភាសាអង់គ្លេសបងតែនិយាយថា I'm not fighting but I am celebrating what I have មានន័យថាខ្ញុំអត់ទៅឆ្លោះជាមួយអ្នកណាទេប៉ុន្តែខ្ញុំកំពុងតែព្យាយាមប្រើប្រាស់អ្វីដែលខ្ញុំមានហ្នឹងបង្ហាញហើយនឹងធ្វើការអបអរអំណរសាទរជាមួយវាមិនចឹងខ្ញុំអត់ទៅឆ្លោះគ្នារឿងហូបពីវាមុខហ្នឹងទេចាចង់និយាយពីអាមុខដែលអ្នកឯងខុសពីខ្ញុំពីខុសអ្នកឯងយើងមើលដឹងទាំងអស់ថាយើងដឹងខ្លួនឯងអត់ថាយើងអានឹងវាខុសពីគេខុសត្រង់ណាមិនចឹងណាចាអានឹងឯងដែលបងចង់និយាយណា